និយមន័យសូមចាប់ផ្ដើមជាមួយនឹងចំណុចទី1និយមន័យជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺដែលបណ្ដាលមកពីមេរោគ virus ដែលចូលទៅបង្ករោគនៅលើថ្លើមរបស់មនុស្សយើងដែលផ្ទាល់ចំណុចសំខាន់ដែលត្រូវចងចាំគឺចំពោះទារកស្ទើរតែទាំងអស់ប្រមាណ 90% ដែលឆ្លងមេរោគជំងឺរលាកថ្លើមប្រភេទ B ក្នុងអំឡុងពេលកើតសម្រាលពួកគេនឹងក្លាយទៅជាអ្នកផ្ទុកមេរោគនិងមានជំងឺរ៉ាំរ៉ៃសម្រាប់ជីវិតរបស់ពួកគេស្ថិតិខ្ពស់គួរឲ្យបារម្ភណាស់ប្រជាជនប្រមាណ 870,000 នាក់បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំដោយសារតែផលវិបាកធ្ងន់ធ្ងរនៃជំងឺរលាកថ្លើមប្រភេទ B នេះផលវិបាកធ្ងន់ធ្ងរទាំងនោះរួមមានជំងឺក្រិនថ្លើមដែលជាការខូចខាតថ្លើមយូរអង្វែងឬឈានទៅដល់មហារីកថ្លើមទៀតផងយើងជាអ្នកការពារសុខភាពប្រជាជនបើភ្លើងសំខាន់វ៉ាក់សាំងដែលចាំបាច់ជួយឲ្យសង្មានសុខសាន្តវ៉ាក់សាំងជាជំហានដ៏រឹងមាំ